ធ្លាប់តែឮបងប្អូនថាចិញ្ចឹមទេមិនដែលបានគង់នោះទេអញ្ចឹងខ្ញុំមករៀបរាប់ទាក់ទងនឹងការចិញ្ចឹមទេម្ដងហើយមុននឹងឈានការចិញ្ចឹមទេនោះខ្ញុំសូមឲ្យបងប្អូនកលេចមួយជ្រុះខ្ញុំបន្តិចសិនណាបងប្អូនទឹកមុខរបស់ខ្ញុំនេះបងប្អូនប្រកាសជាឆ្ងល់ហើយថាម៉េចអីបានមិនរីកអញ្ចឹងបាទដោយសារតែមូលហេតុនោះគឺខ្ញុំបានតាក់ទងទៅមួយរបស់ខ្ញុំដែលទិញជាប្រចាំនោះគាត់ឲ្យតម្លៃបាទទាបណាស់បងប្អូនហើយប៉ុន្តែគាត់អត់តន់យករបស់ខ្ញុំទេដោយសារតែតម្លៃទាបគាត់មិនចង់ឲ្យខ្ញុំខាតអញ្ចឹងគាត់ឲ្យខ្ញុំទ្រាំបន្តិចទៀតសិនឥឡូវខ្ញុំទ្រាំតាមគាត់រយៈពេលយ៉ាងយូរបំផុត10ថ្ងៃជ្រូកខ្ញុំដែលទ្រង់កដាលដែលបងប្អូនអាសាឃើញនោះគឺ4ខែហើយមេខ្ញុំក៏បានដាក់បាចំនួន4ក្បាលផងដែរបាទវាមានពោះធំខ្លះនិងទុំដាក់ខ្លះអញ្ចឹងណាចំពោះអាន10ក្បាលនៅក្នុងទ្រុងនេះក៏គីឡូមិនណយដែរបងប្អូនហើយគីឡូវាក៏ធំនៅក្នុងនោះវាតូចធំតែ2ក្បាលឬ3ក្បាលទេវាអាចជ្រៀកគ្នាតិចតួចអញ្ចឹងណាតែបើគីឡូអានេះខ្ញុំប៉ាន់ស្មានវាមិនអាចក្រោម8ទេបងប្អូនហើយបាទគីឡូនេះមិនអាចក្រោម8ទេអញ្ចឹងវាអាចនឹង8ឡើងលើខ្ញុំគិតໄວតែប៉ុណ្្នឹងចុះបាទហើយចាំមើលជាក់ស្ដែងនៅពេលដែលខ្ញុំបញ្ចេញចោលរយៈពេលយ៉ាងយូរបំផុតមួយអាទិត្យឬ10ថ្ងៃទៀតខ្ញុំបញ្ចេញខ្ញុំនឹងថតជូនបងប្អូនមើលនៅគីឡូជ្រូកដែលបានបាទលក់ឲ្យឈ្មួញហើយឈ្មួញរបស់ខ្ញុំនោះគឺម៉ួយនៅក្នុងផ្សារទម្លាប់នេះផ្ទាល់តែម្ដងបងប្អូនហើយនេះអាតូចដែលអាសាថតឲ្យបងប្អូនឃើញនោះបាទឥឡូវវាឡើងរៀងឡើងសាច់ហើយសាច់មកឡើងភ្លឺរលោងភ្លឺថ្លាតែម្ដងបាទហើយមេរបស់ខ្ញុំនេះក៏ពោះធំបាទចិត្តគ្រប់ខែដែរហើយនៅតែមួយខែជាងទៀតទេអញ្ចឹង10ក្បាលនេះគឺខ្ញុំទ្រាំបន្តិចទៀតណាបងប្អូនហើយមើលពួកអានេះវាលះលួនណាបាទកម្លាំងកាយវាមមមួនបាទសាច់ឈាមវាភ្លឺថ្លាដោយសារអ្វីបងប្អូនដឹងហើយគឺដោយសារតែវីតាមីនដែលខ្ញុំប្រើជារៀងរាល់ថ្ងៃបងប្អូនខ្លះគាត់ដឹងហើយបងប្អូនដែលទិញវីតាមីនពីខ្ញុំទៅគាត់សាកល្បងប្រើដំបូងឡើយគឺមួយកញ្ចប់អស់ពីមួយកញ្ចប់គាត់ទិញ5កញ្ចប់អស់5កញ្ចប់គាត់ទិញ10កញ្ចប់ចឹងទៅតាមទុនធានរបស់គាត់អាចទិញទៅគាត់ប្រើតាមជ្រូកកម្រិតជ្រូករបស់គាត់តិចឬច្រើនអញ្ចឹងណាអញ្ចឹងបងប្អូនបាទឥឡូវរៀបរាប់អស់ហើយអញ្ជើញបាទទស្សនាវីដេអូបន្តតាក់ទងនឹងការរំលែកទាចេញពីទ្រុងចង្អៀតដាក់មកដល់ទ្រុងទលាម្ដងធ្លាប់ទៅឮបងប្អូនថាហ្នឹងហើយចិញ្ចឹមទាមិនដែលបានទេបងប្អូនហើយចិញ្ចឹមឲ្យតែដុះឈ្នួអោកាក់គឺងាប់ហើយខ្ញុំចង់បញ្ជាក់ថាទានេះជីមិនមែនជាប្រភេទទាតៃវ៉ាន់ឬក៏ទាកង្គីឬក៏ទាកសេះនោះទេបាទទានេះគេហៅទាគីឡូបាទខ្ញុំគាត់ថាទាគីឡូដោយសារទាហ្នឹងវាធ្ងន់គីឡូហើយទី1ទានេះដែលឈ្មោះហៅនៅក្នុងភាសាវៀតណាមវាច្រើនគេហៅទាបឡាងនេះរូបរាងវាគឺធំបែបជិះបងប្អូននៅពេលដែលធំទៅគីឡូវាធ្ងន់ណាបងប្អូនហើយចាប់ពី2គីឡូបាទមេ2គីឡូឡើងរហូតដល់ឈ្មោលបាទ3គីឡូកន្លះក៏មានដែរសំខាន់លើបងប្អូនចិញ្ចឹមយូរខែយូរថ្ងៃឬក៏បងប្អូនដាក់ឲ្យស៊ីដិតដល់បាទដំបូងឡើយគឺយើងចិញ្ចឹមទាខ្ញុំយកមកដំបូងនោះគឺទាហ្នឹងគឺតិចទេក្នុងមួយទ្រុងតូចហ្នឹង100ក្បាលគឺមិនចង្អៀតទេខ្ញុំដាក់ចំណីឲ្យស៊ីត្រឹមតែ 4-5 ថ្ងៃហើយខ្ញុំប្រើជាមួយនឹងវីតាមីនជាប្រចាំធ្វើឲ្យទានេះរយៈពេលតែ5ថ្ងៃទៅមួយអាទិត្យគឺណែនទ្រុងតែម្ដងបងប្អូនចង់បញ្ជាក់ថាចេះមុននឹងខ្ញុំចែកម្លែកវីដេអូតាក់ទងនឹងវីតាមីនអីផ្សេងនោះគឺខ្ញុំបានប្រើសាកល្បងនៅក្នុងទ្រុងបាទខ្ញុំជាប្រចាំហើយមិនថាជ្រូកមាន់ឬក៏ទានៅពេលដែលខ្ញុំប្រើវីតាមីននេះដិតដល់ជាប្រចាំធ្វើឲ្យសត្វហ្នឹងវាធំលូតលាស់ល្អលឿនមែនទែនបងប្អូនហើយទាគឺមិនយូរទេពួកទាប្រភេទនេះគឺយើងចិញ្ចឹមទាបំផុតត្រឹមតែ2ខែគឺយើងអាចវៃចេញបានហើយបើជ្រូកយើងអាចចិញ្ចឹមពី3ខែកន្លះរហូតដល់4ខែគឺយើងលក់អាចខ្ទង់គីឡូកៅឡើងអញ្ចឹងហេតុអីបងប្អូនចិញ្ចឹមជ្រូកគីឡូមិនបាន4ខែអ្នកខ្លះគាត់ឆានមកខ្ញុំថាមិនបាន50គីឡូអ្នកខ្លះថាមិនបាន60គីឡូអ្នកខ្លះថាមិនបាន70គីឡូខ្ញុំវ័យយ៉ាងតិចទេជ្រូកណាបើយើងចិញ្ចឹម4ខែបើសិនស៊ីវីតាមីនអត់ដល់យ៉ាងហោចណាខ្ញុំនិយាយតាមត្រង់ក៏ធឹមគីឡូ8ដែរ4ខែអានឹងនិយាយចំពោះខ្ញុំប្រើវីតាមីនតែពេលខ្លះយើងប្រើអត់ដល់ពេលខ្លះយើងអត់បានដាក់ឬក៏ភ្លេចដាក់ទៅបាទប៉ុន្តែបើយើងដាក់ជាប្រចាំខ្ញុំវ័យមិនអោយអស់ល្បើទេបងប្អូនហើយ4ខែក៏អាចចន្លោះខ្ទង់គីឡូកៅដែរអាហ្នឹងខ្ញុំវ័យទៀតប៉ុន្តែសំខាន់លើពូជដែរបងប្អូនបើពូជក្រុមហ៊ុនពូជគេល្អពូជរោងកសិដ្ឋានបងប្អូនយើងទូចតាចក៏ដោយឲ្យតែពូជល្អធំលឿនណាបងប្អូនកុំឲ្យតែពូជស្រែពូជតូចកាត់ស្រែកាត់អីហ្នឹងគឺធំតឹងណាបងប្អូនហើយតើតងនឹងទានេះដូចគ្នាចិញ្ចឹមប្រើវីតាមីនដល់គឺរយៈពេលតែ2ខែគឺបានលក់ហើយបាទជាក់ស្ដែង2ខែយើងចន្លោះអាច2គីឡូជាងទៅ2គីឡូ7ហ្នឹងអាហ្នឹងជាក់ស្ដែងមកខ្ញុំតែបើបងប្អូនចិញ្ចឹមដល់3ខែទានេះវាអាចចន្លោះខ្ទង់2គីឡូ7ឡើងទៅ3គីឡូហ្នឹងហើយបងប្អូនប៉ុន្តែនៅពេលដែលយើងប្រើចំណីវាតូចធំឡើង
bây giờ trong plap đôi chùm nấy oxy lẹ nạ thòng chết của bạn đây bằng bồn chắc dân châm tầm một khai dân oxy chùm nấy một khai có dân oxy đàm chế chùm mùi đừng có tụ trong cò anh ấy cái hao tha chùm nấy thòng chia đây hay dân pra vitamin tịch tịch tàu anh ấy chùm nấy thòng chia đây hay đôi chia tiền ấy vì tam trắng cứ ngành bà sạch nền ngành phạm hai tiền của bà này hay vì ôn ấy cho nên là bản năng tế hay từ mục tiêu trong mình chạy lấy tại tôi ở tê và tháng tiếp bà là xa về bây giờ về đấy trong bao con ai mình thôi toan thì ôn đi bà con trai chuẩn bị liền anh ấy